ពិបាលក្រៅប្រទេសនេះធ្វើឲ្យសៀអារម្មណ៍រដ្ឋាភិបាលក្នុងប្រទេសនោះមែនតើហើយពួកអីដូចថាឮតាថៃយកដីបាននេះយកដីបាននោះហើយទៅអត់ឃើញប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រមទាំងអន្តរជាតិឬយន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីឯណានោះធ្វើឲ្យរដ្ឋាភិបាលក្រៅប្រទេសនេះតាមពិតដំបូងឡើយមិនវល់ទេបាទដូចលោកអ៊ុំសំអានអីដែលជាមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលក្រៅប្រទេសផ្នែកកិច្ចការព្រំដែននេះគឺធ្លាប់សាពះអង្វរទាំងអារម្មណ៍ក្តុកក្តួលឲ្យលោកហ៊ុនម៉ាណែតចោះចេញពីតំណែងកាន់ពីប្រមាណខែមុនមកម៉េះថាបើសិនជាមិនអាចដោះស្រាយបញ្ហាស្រុកទេសជាមួយនឹងថៃបានតកតងនឹងរឿងដែនអធិបតេយ្យបើមិនដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិអីចឹងទេហើយនៅស្ទះនៅកាំងដំណើរការនៅកណ្ដាលទីអីចឹងទេលោកអង្វរសុំឲ្យចោះចេញទៅឲ្យគេអ្នកថ្មីអីឡើងមកជំនួសដើម្បីដូចថាដឹកនាំរដ្ឋាភិបាលនឹងប្តឹងទៅតុលាការអន្តរជាតិមួយនេះដើម្បីបានដីខ្មែរមកវិញក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាមិនតបតទៅនឹងសំណើរបស់លោកហ៊ុនសំទោសលោកអ៊ុំសំអានទេកាលពីពេលនោះផ្ទុយទៅវិញគឺនៅតែបន្តកិច្ចការទូតផ្លូវការតវ៉ាជំទាស់បដិសេធទៅសំណូមពរអំពាវនាវអីហ្នឹងធម្មតាអត់តែមួយគត់គឺអត់រឿងប្តឹងដូចតែលោកសំអានលោកអ៊ុំសំអានចង់បានឬក៏អំពាវនាវនោះប៉ុន្តែមកដល់ថ្ងៃនេះឃើញសាររបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ$23នៅក្រៅប្រទេសនេះគឺចេញសេចក្តីប្រកាសកាន់ទុក្ខដ៏រន្ធត់របស់ប្រជាជាតិខ្មែរដោយសារការបាត់បង់ទឹកដីជាតិកម្ពុជាខ្ញុំសូមអានសេចក្តីថ្លែងការណ៍របស់គាត់ទាំងស្រុងតែម្ដងគឺជាសេចក្តីប្រកាសរបស់រដ្ឋាភិបាលក្រៅប្រទេសដែលចុះថ្ងៃទី22ខែមេសានេះគឺមានខ្លឹមសារដូចតទៅសេចក្តីប្រកាសកាន់ទុក្ខដ៏រន្ធត់របស់ប្រជាជាតិខ្មែរដោយសារតែការបាត់ទឹកដីជាតិកម្ពុជាកាលសម័យលោកហ៊ុនសែនជានាយករដ្ឋមន្ត្រីប្រជាជាតិខ្មែរមានទុក្ខសោកឈឺចាប់ហួសប្រមាណដោយសារតែការបាត់បង់ទឹកដីទៅប្រទេសជិតខាងស្ដែងដូចជាកោះត្រល់ចង្កោមកោះក្រចកសេះកោះគុតផ្ទៃសមុទ្រប្រមាណ70000គីឡូម៉ែត្រក្រឡានិងដីគោកតាមព្រំដែនច្រើនរយហិកតាទៀតមកដល់សម័យលោកហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីវិញមិនដល់3ឆ្នាំផងប្រទេសកម្ពុជាធ្លាក់ខ្លួនកាន់តែរន្ធត់ដោយសារតែការបាត់បង់ទឹកដីយ៉ាងតិច66តំបន់តូចធំបន្ថែមទៀតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសថៃស្របពេលដែលកម្លាំងថៃនៅតែបន្តឈ្លានពានពាត់យកទឹកដីកម្ពុជាតាមចិត្តចង់របស់ថៃនោះរដ្ឋាភិបាលលោកហ៊ុនម៉ាណែតបានទម្លាក់ចោលសិទ្ធិប្រើកម្លាំងទប់ស្កាត់ដើម្បីការពារជាតិនិងទឹកដីហើយថែមទាំងបដិសេធយន្តការអន្តរជាតិដូចជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនិងតុលាការយុត្តិធម៌អន្តរជាតិ ICJ ក៏ប៉ុន្តែលោកហ៊ុនម៉ាណែតចេះត្រឹមតែអោនក្បាលអង្វរសុំថៃចរចាទ្វេភាគីទៅវិញជំហរបែបនេះរដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតបង្ហាញថារបបគ្រួសារហ៊ុនបោះបង់ចោលនៅខែលប្រសិទ្ធភាពដើម្បីការពារទឹកដីកម្ពុជាទៅហើយក៏ប៉ុន្តែមានតែលទ្ធផលពីរប៉ុណ្ណោះគឺរដ្ឋាភិបាលគ្រួសារតកូលហ៊ុននេះទី1នឹងសម្រួលប្រគល់ទឹកដីកម្ពុជាដែលកម្លាំងថៃទន្ទ្រានកាន់កាប់ទៅឲ្យភាគីថៃទី2នឹងចុះកិច្ចសន្យាធ្វើទេសចរថៃគ្រប់កាលៈទេសៈដើម្បីរក្សាអំណាចគ្រួសារហ៊ុនរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23រំលឹកជូនប្រជាពលរដ្ឋខ្មែរថាទឹកដីនៃប្រទេសកម្ពុជាយើងទំហំប្រមាណជា7ដងនៃផ្ទៃក្រឡាខេត្តតាកែវនិងបាត់បង់ទៅក្រោមការត្រួតត្រារបស់ភាគីថៃហើយកាលណាដែលរដ្ឋាភិបាលគ្រួសារហ៊ុននៅតែបន្តកាន់អំណាចលោកហ៊ុនសែនបញ្ជាក់ឲ្យថាគ្រាន់តែជារបួសកូនដៃមួយដូច្នេះគាត់មិនខ្វល់ទេបើជាចុងក្រោយគឺរដ្ឋាភិបាលក្រៅប្រទេសនេះបានបញ្ជាក់ថាហេតុដូចនេះយើងប្រជាពលរដ្ឋខ្មែរមានតែជំរើសកាន់ទុក្ខដ៏រន្ធត់នៃគ្រោះមហន្តរាយបាត់បង់ទឹកដីកម្ពុជាក្រោមស្នាដៃលោកហ៊ុនម៉ាណែតហើយយើងជាខ្មែរក៏ត្រូវតែភ្ញាក់រលឹកពង្រឹងស្មារតីជាតិរួមដេញគ្រួសារហ៊ុនពីអំណាចដើម្បីសង្គ្រោះទឹកដីជាតិកម្ពុជាយើងមកវិញបាទធ្វើនៅទីក្រុងប៉ារីថ្ងៃពុធនេះគឺ6កើតខែពិសាខឆ្នាំមមីអត្តស័កពុទ្ធសករាជ2569ត្រឹមថ្ងៃទី20ខែមេសាបាទបងប្អូននេះគឺជាសាររបស់រដ្ឋាភិបាលក្រៅប្រទេសតាក់ទងនឹងរឿងកាន់ទុក្ខខ្ញុំជឿថារឿងនេះគឺសារនយោបាយនេះគឺជាការពិតហើយ
រដ្ឋាភិបាលក្រៅប្រទេសនេះគ្មានកម្លាំងប្រដាប់អាវុធឬក៏កម្លាំងដូចថាទៅស្អីទម្លាក់រដ្ឋាភិបាលទៅអីទេអញ្ចឹងយុទ្ធនាការរបស់គាត់ហ្នឹងគឺមានតែអំពាវនាវមានតែកាន់ទុកមានតែឈឺចាប់មានតែអីអញ្ចឹងហើយប៉ងប្រាថ្នាថាបើសិនជារដ្ឋាភិបាលនេះអស់មានការទុកចិត្តពីប្រជាពលរដ្ឋបោះឆ្នោតទម្លាក់អីអញ្ចឹងទៅដែលអាចសង្ឃឹមថារដ្ឋាភិបាលថ្មីឬក៏អាចមានរដ្ឋាភិបាលក្រៅប្រទេសនេះអាចចូលទៅកាន់កាប់ប្រទេសកម្ពុជាអញ្ចឹងទៅសង្ឃឹមថានឹងអាចយកអាយន្តការដែលរដ្ឋាភិបាលនេះប្រាប់ថានឹងតតាំងជាមួយថៃជាជាងការផ្សះផ្សាឬក៏ចង់និយាយក្នុងន័យថាចរចាមិនផ្សះផ្សាទេគឺជាមួយថៃនៅពេលដែលគេមានប្រៀបជាងយ៉ាងអីចឹងទៅបាទនេះគឺជាកិច្ចការនយោបាយរបស់រដ្ឋាភិបាលក្រៅប្រទេសហើយតើនឹងមានប្រសិទ្ធភាពយ៉ាងណាខ្ញុំជឿថារឿងនេះគឺជាការដែលធ្វើឲ្យស៊ីអារម្មណ៍ហើយខ្ញុំជឿថាសាររបស់រដ្ឋាភិបាលក្រៅប្រទេសនេះណាជៀសមិនផុតពីទទួលសារកោលទោសពីខាងឃោសនិករបស់គណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលកម្ពុជាមិនលែងទេចាំមើលទៅដូចលេខផ្ទុះចឹងគេនឹងកោលទោសថាជារដ្ឋាភិបាលក្បត់ជាតិជាអីចឹងក្បត់ជាតិនឹងគឺត្រង់ថាពេលដែលកម្ពុជាកំពុងតែឆ្លោះគ្នាជាមួយថៃអត់នាំគ្នាជួយប្រឆាំងថៃបែរទៅជារឿងរដ្ឋាភិបាលដែលជារដ្ឋាភិបាលរបស់កម្ពុជាជាខ្មែរគ្នាឯងអញ្ចឹងដូច្នេះសារនេះគឺសាររបស់រដ្ឋាភិបាលកម្ពុជានិងឃោសនិករបស់គណៈបកប្រជាជនកម្ពុជាច្បាស់ណាស់នឹងប្រើឲ្យសូត្ររត់មាត់ទៀតរត់មាត់នៅក្នុងន័យថាពេលដែលមានចំនួនជាមួយថៃអត់ព្រមរួមដៃគ្នាខ្មែរនឹងខ្មែរដើម្បីវាយថៃមកវាយខ្មែរគ្នាឯងអានេះគឺជាសាររបស់គេនឹងរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋនឹងស្អប់រដ្ឋាភិបាលក្រៅប្រទេសហើយថារដ្ឋាភិបាលក្រៅប្រទេសនេះក្រុមអ្នកដែលចូលរួមក្នុងរដ្ឋាភិបាលក្រៅប្រទេសនេះគឺជាជនក្បត់ជាតិជាក្បត់ឈាមឯងអីលាក់នឹងលាក់ព្រោះអីយើងមានទុកមិននាំគ្នារួមដៃគ្នាប្រឆាំងថៃបែរទៅជាមកកាន់ទុកប្រឆាំងនឹងរដ្ឋាភិបាលខ្លួនឯងទៅវិញក៏ប៉ុន្តែបងប្អូនមើលតថភាពជាក់ស្ដែងនៃសង្គមសួរថាតើបញ្ហារឿងថៃដែលអាចឈ្លានពានដែនអធិបតេយ្យកម្ពុជាបាននេះគឺដោយសារអ្នកណាឲ្យប្រកាសទី1គឺដោយសារជាតិយើងបែកបាក់យើងអត់ខ្លាំងគេមើងងាយយើងបែកបាក់ជាតិយើងអត់ត្រូវគ្នាខ្មែរគ្នាឯងបកប្រឆាំងនឹងបកកាន់អំណាចនេះគឺដូចទឹកនឹងប្រេងគឺឆ្លោះគ្នាដល់ទីបញ្ចប់ដោយសារតែគណៈបកកាន់អំណាចគឺគណៈបកប្រជាជនកម្ពុជាដែលដឹកនាំរដ្ឋាភិបាលសប្តាហ៍ថ្ងៃនេះរំលាយគណៈបកសង្គ្រោះជាតិចោលហើយមិនរកយុត្តិធម៌មិនសងសំណងមិនដោះស្រាយបញ្ហាអ្វីទាំងអស់ហើយតាមបំផ្លាញងើបមួយវាយមួយដល់ទីបញ្ចប់ទៀតដូច្នេះអាការគុំគួនគ្នាអំពីភាពអយុត្តិធម៌ដែលកើតឡើងចំពោះគណៈបកប្រឆាំងមួយនេះគឺធ្វើឲ្យអ្នកបកប្រឆាំងគឺចិញ្ចឹមចិត្តមួយគឺរកឱកាសដើម្បីរកយុត្តិធម៌ក្នុងភាពជាជនរងគ្រោះរបស់ខ្លួនហើយបន់ឲ្យតែរដ្ឋាភិបាលដែលដឹកនាំដោយគណៈបកប្រជាជននេះរលាយខ្សលទេដោយសារអីដោយសារតែស្នាដៃរបស់គណៈបកប្រជាជននេះឯងដែលធ្វើឲ្យទី1កម្ពុជាគ្មានប្រជាធិបតេយ្យគ្មានសិទ្ធិមនុស្សសហគមន៍អន្តរជាតិគេមើងងាយយើងគឺគេឈ្មោះយើងវាអាស្រូវឈ្នះបានដើម្បីអំណាចដើម្បីអីឲ្យគណៈបកកាន់អំណាចបានបន្តអំណាចទេប៉ុន្តែលើឆាកអន្តរជាតិគឺយើងបំផ្លាញសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យគេដាក់ទណ្ឌកម្មយើងដក EBA 20% គេថ្កោលទោសគេចាត់ទុកយើងសពបែបយ៉ាងហើយក្នុងពេលជាមួយគ្នាដែលសហគមន៍អន្តរជាតិកោលទោសយើងគេមិននៅខាងយើងហ្នឹងយើងឯណាគឺប្រឹងកំចាយគ្នាឯងទៀតដល់ពេលកំចាយគ្នាឯងទៅខ្លួនកាន់តែខ្សោយទៅធ្វើឲ្យថៃមានឱកាសនៅក្នុងការមើលងាយយើងអាចនឹងវាយសម្រុកកំតិចចឹងបានគេថាឆ្លោះគ្នាក្នុងគ្រួសារដូចស្រាតកាយាបង្ហាញញាតឆ្លោះគ្នាក្នុងសង្គមជាតិដូចលាតកំណប់ទ្របឲ្យចោលឥឡូវចោលថៃគឺគេបានឱកាសហើយនៅពេលដែលយើងឆ្លោះគ្នាក្នុងសង្គមជាតិហើយរឿងឆ្លោះគ្នាក្នុងសង្គមជាតិហ្នឹងគឺផ្ដើមឡើងពីការរំលាយគណៈបកសង្គ្រោះជាតិធ្វើឲ្យខ្មែរអត់អាចមូលមាត់គ្នាហើយគណៈបកកណ្ដាលអំណាចមិនអាចផ្សះផ្សាជាតិនេះបានដោយសារតែខ្លាចគណៈបកប្រឆាំងនេះមានប្រជាប្រិយឡើងមកទឹករាំងត្រីស៊ីសម៉ោចទឹកហោចសម៉ោចស៊ីត្រីវិញដូច្នេះនៅបង្ក្រាបរហូតដល់ទីបញ្ចប់អញ្ចឹងធ្វើឲ្យជនរងគ្រោះនេះចាប់ផ្ដើមតតាំងធ្វើយ៉ាងម៉េចទាមទារយុត្តិធម៌ដល់តែអញ្ចឹងធ្វើឲ្យភាគីខ្មែរនេះមើលទៅបាច់បាក់គ្នាមែនតើបែកបាក់ទី1គឺអ្នកប្រព្រឹត្តមិនទទួលកំហុស
ជនរងគ្រោះចាប់ផ្ដើមរកយុត្តិធម៌តាមផ្លូវដែលខ្លួនអាចធ្វើទៅបានហើយអញ្ចឹងទៅបន់ឲ្យតែគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលនេះលលាយទេគឺដល់ពេលមានចំនួនជាមួយព្រំដែនថៃដោយការគិតឬក៏ការចង់បានរបស់រដ្ឋាភិបាលក្រៅប្រទេសឬក៏គណៈបកប្រឆាំងនៅក្រៅប្រទេសនេះដែរគឺរកចំណុចខ្សោយរបស់រដ្ឋាភិបាលថាហេតុអីបានជាថៃវាយយកដីខ្មែរបានមកកណោយ៉ាងនេះគឺដោយសារតែភាពខ្សោយនៃរបៀបដឹកនាំរដ្ឋដូច្នេះដើម្បីឲ្យប្រជាពលរដ្ឋឃើញអំពីភាពខ្សោយនៃការដឹកនាំរដ្ឋគឺរដ្ឋាភិបាលក្រៅប្រទេសឬក្រុមក្រៅប្រទេសចង់មិនចង់ត្រូវរកចំណុចខ្សោយទាំងនេះដើម្បីប្រាប់ប្រជាពលរដ្ឋថាកុំបន្ទោសខាងគណៈបកប្រឆាំងគឺបន្ទោសខាងគណៈបកកណ្ដាលអំណាចនេះឯងដែលធ្វើឲ្យប្រទេសយើងហិនហោចដូច្នេះក្នុងន័យនេះគឺជាសារនយោបាយដាស់តឿនប្រជាពលរដ្ឋអ្នកបោះឆ្នោតឲ្យគណៈបកកណ្ដាលអំណាចទេតើនេះគឺជាតាក់ទិចនយោបាយហើយបើឲ្យខាងគណៈបកប្រឆាំងដែលជាជនរងគ្រោះនេះទៅសរសើររដ្ឋាភិបាលកម្ពុជាគេទៅសើមិនឃើញទេព្រោះតាមពិតបើនិយាយឲ្យស្មោះត្រង់និងសច្ចធម៌ពេលនេះគឺខ្មែរត្រូវរួបរวมគ្នាជាធ្លុងមួយមែនហើយវាអត់អាចត្រូវគណៈបកប្រឆាំងទៅវាយខំវិបហាគណៈបកកណ្ដាលអំណាចអីទៀតទេព្រោះម៉ោងនេះម៉ោងយើងមូលមាត់ជាតិដើម្បីប្រឆាំងនឹងថៃឈ្លានពានវាត្រូវតែគួរតែអញ្ចឹងក៏ប៉ុន្តែបងប្អូនអាចនឹងសួរទៅវិញថាចោះកាលពីគណៈបកប្រឆាំងត្រូវបានគណៈបកប្រជាជនកម្ពុជារំលាយធ្វើបាបខ្មែរគ្នាឯងនេះចោះអស់លោកដែលចោតក្រុមគេនេះថាជាក្រុមក្បត់ជាតិឬក៏ក្រុមដែលគ្រប់គ្រងថៃឬយ៉ាងណានោះអស់លោកមានដែលបានជួយនាំគ្នាចាញ់ញត្តិថ្កោលទោសរដ្ឋាភិបាលកុំឲ្យរំលោភសិទ្ធិមនុស្សបំពានប្រជាធិបតេយ្យដែរទេនាំគ្នាអាជ័យធ្លាក់ទឹកតែស្គរគ្រប់គ្នាចង់ឲ្យគណៈបកនេះរលាយខ្សលនៅពេលដែលមានទុកខ្លួនឯងសម្រាប់ជាតិខ្លួនឯងខូចឈ្មោះកិត្តិយសជាតិខ្លួនឯងរំលាយប្រព័ន្ធបោះឆ្នោតក្បត់ស្មារតីរដ្ឋធម្មនុញ្ញរំលាយស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលជាសសរស្តម្ភនៃភាពខ្លាំងអស្ចារ្យរបស់កម្ពុជាបំផ្លាញខ្មែរគ្នាឯងគ្មានការផ្សះផ្សាជាតិអស់លោកបិទភ្នែកចិត្តឈឹងហើយអាជ័យធ្លាក់ទឹកសិតតែពួកអទៀមពួកតបព្រៃពួកបដិវត្តពណ៌សុទ្ធតែបំផ្លាញជួយគ្នាបំផ្លាញទាំងអស់គ្រប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់តាំងពីម្បាទតាំងពីមេចៃមេធំកមេកមីស្អីហ្នឹងគឺថានាំគ្នាវាយប្រហារខាងគណៈបកប្រឆាំងនេះដែលជាជនរងគ្រោះរហូតហើយដល់ពេលឥឡូវខ្មែរយើងមានទុកជាមួយថៃយើងមកបន្ទោសជនរងគ្រោះនេះដែលពីមុនមកយើងអត់ដែលរកយុត្តិធម៌ឲ្យគ្នាសោះឥឡូវយើងមករកយុត្តិធម៌សម្រាប់រដ្ឋាភិបាលដែលជនរងគ្រោះនេះនាំគ្នាមើលរដ្ឋាភិបាលនឹងឯងដែលដោយសារតែបំផ្លាញជនរងគ្រោះនេះធ្វើឲ្យយើងវាខ្សោយឲ្យអត់ផ្សះផ្សាជាតិហើយមកដល់មកណាអត់ផ្សះផ្សាជាតិទៀតហើយទៅយើងនាំគ្នាទៅនិយាយថាអ្នកខាងក្រៅប្រទេសហ្នឹងបំផ្លាញជាតិអត់នៅខាងជាតិយើងចាយអត់ដាច់រវាងជាតិនិងបកតាមពិតជាតិខ្មែរនេះគ្មាននរណាម្នាក់គួរស្អប់ខ្ពើមទេបងប្អូនយើងជាខ្មែរត្រូវស្រឡាញ់ជាតិខ្មែរដូចគ្នាក៏ប៉ុន្តែនយោបាយស្មោកគ្រោកនៅស្រុកខ្មែរធ្វើឲ្យខ្មែរប្រឡូកប្រឡាក់គ្នាមិនដឹងជាតិមិនដឹងបកមិនដឹងស្អីឲ្យដាច់ទេដូច្នេះយើងនាំគ្នាច្បោកច្បល់ឥឡូវហ្នឹងច្បោកច្បល់តិចទៀតមានប្រធានបទមួយដែលខ្ញុំនិយាយពីរឿងយុទ្ធនាការប្រឆាំងកាសែតអាមេរិកដែលហៅកម្ពុជាថាជាប្រទេសឆបោកក៏ក្រើកដោយទឹកបាក់ទំនប់អាហ្នឹងក៏យើងច្បោកច្បល់ដែរខ្មែរយើងបែកខ្ញែកអត់ទាន់ស្គាល់សមរភូមិហើយការអត់ស្គាល់សមរភូមិនេះយើងទៅធ្វើអីក៏មិនឈ្នះគេដែរឥឡូវខ្ញុំនិយាយអំពីរឿងហេតុអីបានជារដ្ឋាភិបាលក្រៅប្រទេសយកវិធានការបែបនេះគឺជាវិធានការដើម្បីបង្ហាញអំពីជំហរនយោបាយរបស់ខ្លួនឲ្យឃើញរដ្ឋាភិបាលកម្ពុជានេះឯងដែលជានាំអាចនាំភ្លើងដែលធ្វើឲ្យខ្មែរខ្សោយខ្មែរបែកបាក់ហើយឥឡូវដល់ពេលមិនអាចទាមទារដីខ្មែរពីថៃមកវិញបានមានតែវិធីកាន់ទុកបែបនេះគាត់មិនទៅនាំគ្នាទៅធ្វើអំពើហិង្សាក្រោកបះបោអីនៅប្រទេសកម្ពុជាជាការពិតដែរបើក្រោកហ្នឹងគេចាប់ដាក់គុកអស់បាត់ទៀតហើយក៏ប៉ុន្តែនេះគឺជាវិធីសន្តិវិធីរបស់ពួកគាត់ប៉ុន្តែជាមិនផុតពីការឌីលពួកគាត់ថាជាក្រុមក្បត់ជាតិទេតាមពិតរឿងនេះតាមបើយើងមើលឲ្យមែនតើដើមហេតុនៃបញ្ហាគឺរបៀបដឹកនាំរដ្ឋនេះឯងដែលធ្វើឲ្យថៃមើលងាយយើងតាមពិតយើងមែនតើវាគួរតែម៉ោងនេះគួរត្រូវរើគ្នាចឹងហើយបានខ្ញុំចិត្តតែលើកទឹកចិត្តឲ្យថាបើជ្រុលថាយើងចោតប្រកាន់គ្នាថាឆ្លោះគ្នាខ្មែរជាខ្មែរនិងខ្មែរយូរហើយហ្នឹងម៉ោងហ្នឹងហេតុអីក៏យើងមិននាំគ្នាបរួបរวมជាតិទៅផ្សះផ្សាជាតិទៅដោះលែងអ្នកទោសមនសិការអស់ទៅឈប់ងើបវាយមួយឈប់ចាប់មនុស្សឈប់គម្រាមកំហែងរឿងព្រំដែនរឿងដែនអធិបតេយ្យអីហ្នឹងទៀតទៅឲ្យកម្លាំងហ្នឹងគឺនៅមូលគ្នាដុំមួយគឺវាយថៃអីចឹងទៅអត់
គឺយើងនៅតែវាយប្រហារនៅតែហោរឿងគ្នាទៅវិញទៅមកហើយគណៈបកប្រឆាំងគឺទួនាទីរបស់គេគឺគេមើលចំណុចខ្សោយរបស់រដ្ឋាភិបាលហើយយើងទៅរួបរวมអាម៉េចរដ្ឋតាមពិតរឿងរួបរวมនេះចាប់ផ្ដើមពីគណៈបកប្រជាជនកម្ពុជាទេដើម្បីឲ្យមានការរួបរวมផ្សះផ្សានិងយុត្តិធម៌គឺទី1ជួសជុលរបួសស្នាមដែលខូចខាតបង្កដោយអ្នកប្រព្រឹត្តដូចជារំលាយគណៈបកសង្គ្រោះជាតិទៅសុំទោសទៅជួសជុលសំណងនឹងទៅហើយផ្សះផ្សាទៅដោះលែងលោកកឹមសុខាដោះលែងសកម្មជនឲ្យកសែតអន្តរជាតិកសែតឯករាជ្យអីនឹងគ្នាមានសិទ្ធិសេរីភាពកុំចាប់កុំធ្វើទុកបុកម្នេញកុំបិទស្ថាប័នគេអង្គការសង្គមស៊ីវិលនឹងឲ្យធ្វើសហជីពកម្មករអីនឹងលាក់ឲ្យគេធ្វើមានសិទ្ធិអីគ្រប់គ្រាន់អីចឹងអាហ្នឹងបានយើងស្អំដោះស្រាយប៉ុន្តែយើងអត់ធ្វើអាហ្នឹងហើយទៅយើងទៅចោទគណៈបកឬក៏ក្រុមនៅក្រៅប្រទេសថាក្បត់ជាតិតាមពិតម៉ោងនេះគឺយើងត្រូវម្នាក់គឺមានប្រឆាំងថៃដូចតែគ្នាទេប៉ុន្តែឱកាសរបស់គណៈបកប្រឆាំងក្នុងនាមជាជនរងគ្រោះធ្លាប់គេធ្វើបាបគឺទៅមើលជនប្រព្រឹត្តដែលធ្វើបាបខ្លួនអញ្ចឹងឱកាសនេះគឺជាឱកាសមាសរបស់គេដែរដើម្បីបង្ហាញប្រាប់ប្រជាពលរដ្ឋថានេះគឺជាកម្មពៀបណ្ដាសាអ្នកដែលប្រព្រឹត្តអំពើបាបឬក៏អ្នកសាបព្រោះខ្យល់រមែងទទួលផលជាព្យុះសង្គ្រាប៉ុន្តែអាផលនឹងព្យុះសង្គ្រានៃអំពើបាបដែលគណៈបកប្រជាជនប្រព្រឹត្តហ្នឹងវាមិនមែនបានប៉ះពាល់តែគណៈបកប្រជាជនឯណាវាប៉ះពាល់ទៅដល់ជាតិសាសន៍យើងទាំងមូលដូច្នេះហើយបានជាគណៈបកកណ្ដាលអំណាចយកឱកាសហ្នឹងគិតថានេះគឺជាប្រយោជន៍ជាតិទាំងមូលហេតុអីបានជាយើងខ្ទាស់តែតាមពិតគឺរឿងដោយសារតែរឿងការកាន់អំណាចក្រុមបកពួកខ្លួននឹងទេតែយកជាតិទាំងមូលគឺជាចំណាប់ខ្មាំងឥឡូវធ្លាក់ជាតិទាំងមូលនៅក្នុងចំណាប់ខ្មាំងនៃរឿងបញ្ហានយោបាយការកាយអំណាចហ្នឹងឥឡូវវាប៉ះពាល់ដល់ជាតិយើងទាំងមូលតែម្ដងតាមពិតរឿងហ្នឹងរឿងគណៈបកនយោបាយរឿងក្រុមបកពួកគេទេបានស៊ីបានចុកអំពើពុករលួយបកពួកខ្សែគេហ្នឹងគេស៊ីតែគ្នាគេហ្នឹងវាតទៅពេលប្រយោជន៍ខាតអាពេលយកទៅខ្ចីលុយគេពីចិនហ្នឹងអញ្ចឹងឬក៏ពីបរទេសយកខ្មែរយើង8 10លានជិត8 10លានហ្នឹងយកទៅដាក់ជាគេហៅថាដូចថាទំងន់ដើម្បីសុំលុយគេមកធ្វើស្ពានថ្នល់អភិវឌ្ឍអីដល់ពេលឲ្យអំពើពុករលួយកើតឡើងប្រជាពលរដ្ឋ18លាននេះអត់បានផលអីសោះក្រនៅតែក្រលុយជាពាក់គេនៅតែជាពាក់ប៉ុន្តែយកឈ្មោះយើងទាំងអស់ហ្នឹងទៅប្រើអាពេលទៅខ្ចីលុយគេអាពេលយកអីសោះយកឈ្មោះប្រជាពលរដ្ឋទាំងអស់យកទៅប្រើដល់ពេលបានផលប្រជាពលរដ្ឋអត់អាលីងបានតែក្រុមបកពួកខ្លួនតែប្រមាណអ្នកឯងអញ្ចឹងទៅយើងដឹងហើយតែយើងមើលនៅក្នុងជួរមន្ត្រីដែលកូនកសិករអ្នកក្រណាតែបានឡើងធ្វើធំធ្វើអីតែបងប្អូនគេអស់ពីមេអស់ពីឪអស់ពីអីកូនប្រពន្ធប្រពាក់ប្រពូនគ្នាគ្រប់ក្រសួងហើយដល់ចឹងកូនអ្នកស្រែអ្នកចំការអីដែលបានការងារនឹងមកពីណាហើយទៅគេថាអាហ្នឹងគឺជារដ្ឋាភិបាលតំណាងឲ្យប្រជាពលរដ្ឋទាំង18លានអ្នកដល់ពេលមានរឿងអីជាមួយថៃទៅដើមទឹកដីគេថាមានបញ្ហាអីគឺរដ្ឋាភិបាលនេះតំណាងឲ្យប្រជាពលរដ្ឋទាំង18លានអ្នកតំណាងតែនៅពេលដែលយកគេចំណេញប្រជាពលរដ្ឋយកទៅដើម្បីប្រយោជន៍ខ្លួនឯដល់ពេលមានទុកអីវាទៅជាធ្លាក់ទុកមកលើកម្ពុជាប្រជាពលរដ្ឋដែលអត់បានផលអីពីអំពើផ្ដេសផ្ដាសរបស់ខ្លួនដូចគ្នាឥឡូវហ្នឹងឆ្លោះគ្នាជាមួយថៃដល់ពេលយើងខ្សោយអាលុយជួយជាតិយោធាយោអីយើងអត់មានយន្តហោះបដិញអត់អីមិនដឹងលុយនៅឯណាវាយគេមិនឈ្នះចុងក្រោយអ្នកដែលរងគ្រោះគឺទៅក្រុមប្រឆាំងក្រុមអីនឹងឯណាទៅវិញនោះដែលអត់ព្រមជួយគ្រប់គ្រងរដ្ឋាភិបាលប្រឆាំងថៃឲ្យមកនាំគ្នារករឿងរដ្ឋាភិបាលហើយចុះបើគេមិនរករឿងបរដ្ឋាភិបាលនឹងខ្លាំងពីដើមមកនឹងមានយន្តហោះបដិញមានស្អីសំណាញ់មេឃមានអីស្មាថៃគៀនក្អកអី F16 ឯណាមកបើកចូលដីខ្មែរជិត90គីឡូដីនោះយើងទៅបាញ់ទម្លាក់នៅទល់ដែនដូចតាភូមាធ្វើអញ្ចឹងមានតែក្អកអីជាមួយគេបានឥឡូវហ្នឹងទៅចាប់ដៃជាមួយភូមិអីទៀតអញ្ចឹងទៅដូច្នេះរឿងនេះហើយដែលយើងត្រូវមើលឲ្យឃើញកុំយកផ្លែក្រូចនឹងប៉មលាយគ្នាខ្ញុំមិនជឿថាក្រុមបកប្រឆាំងណាមួយមិនប្រឆាំងថៃទេគឺគេប្រឆាំងថៃក្នុងការឈ្លានពានដែនអធិបតេយ្យកម្ពុជាប៉ុន្តែក្នុងពេលហ្នឹងក្រុមប្រឆាំងក៏គេប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលដឹកនាំប្រទេសបែបហ្នឹងហើយដែលធ្វើឲ្យថៃមើងងាយយើងបានដែរហើយបើអត់ឲ្យគេនិយាយចឹងតើឲ្យគេនិយាយអីទៅប្រាប់ថាអូរដ្ឋាភិបាលធ្វើត្រូវហើយត្រូវគ្រប់រឿងហើយដល់អញ្ចឹងមានប្រឆាំងមិនវាអត់ត្រូវអញ្ចឹងបានថារឿងនយោបាយក៏យើងមើលឲ្យហួសអំពីអ្វីដែលជាអ្នកនយោបាយចង់ផ្លុំតិចយើងហើយខ្ញុំប្រាប់ថាក្រមដែលគ្រប់គ្រងរដ្ឋាភិបាលកម្ពុជានិងគណៈបកប្រជាជននឹងថ្កោលទោសសាររបស់រដ្ឋាភិបាលក្រៅប្រទេសដែលថ្កោលដែលកាន់ទុកនេះហើយការកាន់ទុកហ្នឹងគឺដូចគាត់និយាយអញ្ចឹងគឺបាត់ដល់ទៅ50-60កន្លែងនេះអារឿងបាត់ដល់50-60កន្លែងនេះគឺមានការចោទប្រកាន់គ្នារឿងថៃយកដីខ្មែរបានប្រមាណកន្លែងឲ្យប្រកាសនេះអូអត់ផុតហ្មងពីបណ្ដាញសង្គមគឺវល់អញ្ចឹងហ្មងយើងមកដល់ម៉ោងណា
ថៃកាន់កាប់ដីយើងប្រមាណយើងអត់ដឹងច្បាស់កំសត់មែនតើខាងគណៈរដ្ឋាភិបាលក្រៅប្រទេសឥឡូវតឡើងដល់66ទីតាំងខាងរដ្ឋាភិបាលកម្ពុជាដំបូង14ក្រោយមកថែម12ក្រោយមកថែមប្រមាណទៀតឥឡូវថ្មីនេះមាន6ទីតាំងទៀតតើ6ទីតាំងហ្នឹងវាថ្មីឬក៏ចាស់រដ្ឋាភិបាលអាចថាអាទីតាំងហ្នឹងវានៅទីតាំងកន្លែងដដែលទេដោយសារតែថៃធ្វើទីតាំងកន្លែងដដែលហ្នឹងកាលមុនដូចថាគ្រប់គ្រងអញ្ចឹងទៅអត់ព្រមយកអត់ព្រមនៅស្ងៀមអញ្ចឹងជីកលេនឋានធ្វើអីអញ្ចឹងក៏ប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹងអត់ប្រាប់ប្រជាពលរដ្ឋថាចុះអាទីតាំងហ្នឹងវានៅប្រមាណយាមកាប្រមាណទំហំប្រមាណអីប្រមាណអត់រៀបរាប់ដាក់បញ្ជីហើយយើងទៅប្តឹងគេអាម៉េចឈ្នះគេខ្ញុំកំពុងតែឆ្ងល់ចរចាជាមួយថៃហ្នឹងចរចាគេអាម៉េចបើសិនប្រជាពលរដ្ឋយើងទាំង18លានអ្នកអត់ដឹងដីខ្មែរសប្ងៃថៃត្រួតត្រាបានប្រមាណផងឮតែប្រមាណហិកតាដោយលោកហ៊ុនសែនថាហ្នឹងប៉ិនកូនដៃហ្នឹងហើយដីឮសូតែតវ៉ារហូតបន្តិចកន្លែងនេះបន្តិចកន្លែងនោះម្ដង10ម្ដង5ម្ដង6តែយើងជាខ្មែរអត់ដឹងសោះថាចុះ6កន្លែងហ្នឹងថ្មីមែនតែយើងរដ្ឋាភិបាលថាថ្មីមិនថ្មីអត់ដឹងទេដោយសារអីអាទីតាំងដែលដាក់មកហ្នឹងខុសឈ្មោះពីមុនរហូតអាពីមុនមានប៉ុណ្ណឹងលើកក្រោយឈ្មោះថ្មីពីមុនមាន4ខេត្តឥឡូវមានបាត់ដំបងមាននៅគម្រៀងមាននៅស្អីគេប្រសេកប្រសាអញ្ចឹងទេហើយរដ្ឋាភិបាលថាអាហ្នឹងទីកន្លែងចាស់តាប៉ុន្តែអត់ព្រមប្រាប់ថាអាចាស់ហ្នឹងពីមុនប្រមាណថៃគ្រប់គ្រងប្រមាណឆ្លៀនពៀនដំបងបានប្រមាណអាកាលវាយគ្នាមកក្តាំងពីអាខែកក្កដាបានថៃគេគ្រប់គ្រងបានប្រមាណកន្លែងវាយខែធ្នូនេះ27នេះគេគ្រប់គ្រងបានប្រមាណកន្លែងទៀតហើយក្រោយមកមានបាត់ឈប់បាញ់ថ្ងៃ27ខែធ្នូឆ្នាំ2025ថៃដដើមមកបានប្រមាណទៀតឮតែតវ៉ាឮតែទៀនទាឮតែបដិសេធឮតែអីតែអាទីតាំងទាំងអស់ហ្នឹងគឺអត់មានតែម្ដងគឺដើរចអុលនោះគេយកណាយើងទៅប្តឹងគេឈ្នះដែរមានភ័ស្តុតាងឯណាទៅប្រាប់គេថាកន្លែងណាយាមកាប្រមាណមកលប្រមាណម៉ែត្រជាប់ភូមិអីគេខ្លះស្អីគេខ្លះឥឡូវគេធ្វើអីគេខ្លះទៀតហើយតែយើងឮយូរទៅដល់ពេលឲ្យក្រុមខាងគណៈបកឬក៏រដ្ឋាភិបាលក្រៅប្រទេសចេះតែស្រង់នឹងមកទៅខ្ញុំថារឿងនេះគឺរដ្ឋាភិបាលកម្ពុជាមានចេតនាឲ្យមានមន្ទិលតែម្ដងចេតនាឲ្យមានមន្ទិលហ្នឹងគឺគេហៅថាឲ្យតែមានភាពមន្ទិលមានវិមតិសង្ស័យគឺបានប្រយោជន៍ទៅរដ្ឋាភិបាលកម្ពុជាថាបាត់ដីហ្នឹងតែប្រមាណហិកតាដូចលោកហ៊ុនសែនថាអញ្ចឹងរាប់ហិកតាដីមើលខាងគណៈបកខាងរដ្ឋាភិបាលក្រៅប្រទេសដែលសរុបមកទាំងតំបន់ទាំង60លើ66ទីតាំងគាត់ថារហូតដល់ទៅប្រមាណ7ដងនៃផ្ទៃក្រឡាខេត្តតាកែវចឹងបានន័យថាធំជាងខេត្តតាកែវ7ដងទៅហើយហ្នឹងរួចប្រមាណហិកតាហើយដល់ចឹងទៅរករឿងថាចេះបំប៉ោងតួលេខដើម្បីកុំឲ្យរដ្ឋាភិបាលក្រៅប្រទេសនេះបំប៉ោងតួលេខរដ្ឋាភិបាលខ្លួនឯងដែលជារដ្ឋាភិបាលកាន់ការនៅប្រទេសកម្ពុជានឹងមានភារកិច្ចមួយរៀបរាប់ឈ្មោះទីតាំងទាំងអស់នៃដីខ្មែរដែលថៃឈ្លានពានទន្ទ្រានបានដើម្បីឲ្យជាភ័ស្តុតាងឲ្យប្រជាពលរដ្ឋដឹងយើងអត់ប្រាប់យើងចេះតែដាក់ព្រាលចឹងទៅហើយទៅចាប់ផ្ដើមឆ្លោះគ្នាខាតតែពេលខ្ញុំនៅតែលើកទឹកចិត្តថាបើសិនជារដ្ឋាភិបាលកម្ពុជាចង់ចោទប្រកាន់អ្នកណាថាកុំចោតកម្ពុជាថាបាត់ដីច្រើនកន្លែងអីតាមពិតដីនឹងកន្លែងចាស់អីកន្លែងសរសេរមកឲ្យម្ដងឲ្យចប់មកដើម្បីឲ្យច្បាស់បើយើងនៅសពេចសពិលអញ្ចឹងគឺបានប្រយោជន៍ទៅការដែលគេខំប្រឹងកសាងសំណុំរឿងហើយគេចេះតែថាបានច្រើនកន្លែងហ្នឹងគឺត្រូវរបស់គេព្រោះយើងអត់មានអីទៅទឹកតាំងដើម្បីផ្ចាញ់ផ្ចាលគេក្រៅតែពីទៅចោតថាក្រុមឧទាមក្រុមបំពល់ណាអានឹងគឺជាចំណុចខ្សោយរបស់រដ្ឋាភិបាលកម្ពុជាទេហើយខ្ញុំជឿថានេះគឺជាល្បិចរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងការមិនហ៊ានប្រាប់ប្រជាពលរដ្ឋខ្មែរឲ្យដឹងព្រោះហាស្លាក់ខ្ជាក់ស្លែងស្ដោះលើទ្រូងឯងថ្លែងមិនបានវាដូចជាហែកពោះឲ្យក្អែកចឹកចឹងនៅពេលដែលប្រាប់ថាចាប់បើប្រាប់គេថាបាន50-60កន្លែងហ្នឹងគណៈបកប្រឆាំងគេមិនរករឿងទៀតទេបាត់ដីអស់ម្លឹងតែវាទៅខ្វល់អីអារឿងថាបាត់ដីម្លឹងព្រោះរដ្ឋាភិបាលទូប្រកាសប្រមាណកន្លែងក៏ដោយក៏ក្រែងថាអាហ្នឹងមិនមែនតាន់ដីថៃណាយើងមិនទទួលស្គាល់ថាជាកម្មសិទ្ធិរបស់ថៃតែយើងទទួលស្គាល់ថាដីហ្នឹងថៃគ្រប់គ្រងនៅណានៅហ្នឹងអញ្ចឹងទៅសេមកឲ្យខ្មែរយើងទាំងអស់បានដឹងគេកាយប្រឡងដល់ណាជីកត្រង់សេដល់ណាដាក់ទងជ័យនៅដល់ណាអីណាតបគេឈរជើងដល់ណា
ដីខ្មែរសំបីតែ1មីលីម៉ែត្រក៏ដីខ្មែរដែរអត់ចាំបាច់រហូតដល់ទៅរាប់សិបកន្លែងហ្នឹងទេហើយខ្មែរទាំងអស់គ្នា8 10លានអ្នកហ្នឹងជិត8 10លានណាមានសិទ្ធិដឹងអំពីដីខ្មែរព្រោះអីរដ្ឋាភិបាលទទួលខុសត្រូវចំពោះជោគវាសនានៃទឹកដីរបស់កម្ពុជាព្រោះគឺយើងផ្ញើវាសនាទៅលើរដ្ឋាភិបាលដូច្នេះយើងទាំងអស់គ្នាត្រូវបង្គាប់បញ្ជាឲ្យរដ្ឋាភិបាលបញ្ចេញតួលេខហ្នឹងមកហើយឲ្យច្បាស់លាស់ដើម្បីឲ្យយើងដឹងថាអូឥឡូវយ៉ាងម៉េចកូនខ្មែរត្រូវជួយការពារដីគ្នាហើយទប់ថៃឲ្យដឹងថាដីប្រមាណត្រូវគេបំពេញឥឡូវអត់ទេតាមតាហេហកតាមគ្នាទៅគណៈបកប្រឆាំងថាចេះទៅគណៈខាងរដ្ឋាភិបាលថាចោះទៅប្រជាប្រដ្ឋវល់អត់មានទិសតំបន់អីចឹងហ្នឹងឯងយើងអត់អាចទៅឈ្នះគេអីទេយើងមិនតឹងយល់ស្របគ្នារបស់ដែលយើងបាត់ផងហ្នឹងម៉ូតូគេលួចទៅ50-60គ្រឿងយើងនៅម្ចាស់ផ្ទះនៅប្រាប់ថាបាត់តែប្រមាណ20គ្រឿងជាងហ្នឹងហើយចោលគេយកអស់50-60គ្រឿងហើយយើងសញ្ញេឲ្យគេយកប្រើទៀតហើយយើងនៅតែប្រាប់ប្រជាពលរដ្ឋថាពី3គ្រឿងហ្នឹងតែម៉ូតូគេយកអស់ពីឃ្លាំងហើយហ្នឹងអានឹងវាអញ្ចឹងហើយយើងឲ្យទៅបានរបស់ពីគេមិនទៅទៀតរបស់ពីគេអាមិនវិញបើសិនជាយើងអត់ដឹងរបស់បាត់ប្រមាណផងឥឡូវយើងឃើញអញ្ចឹងហើយឥឡូវចាំមើលយើងវិញណាគឺចឹងបានថាជាតិសាសន៍យើងគឺคล้ายទៅជាចំណាប់ខ្មាំងរបស់អ្នកនយោបាយឥឡូវនេះគឺយុទ្ធនាការប្រឆាំងកាសែតអាមេរិកដែលហៅកម្ពុជាថាជាប្រទេសឆបោកក៏ក្រោកដូចទឹកបាក់ទំនប់ឥឡូវការចាប់អារម្មណ៍ហ្នឹងពង្រៀងពីរឿងព្រំដែនណាពីរឿងអាបាត់ដីពីរឿងអីហ្នឹងណាយើងคลายមកជារឿងវាយប្រហារកាសែត The Wall Street Journal ជាប្រព័ន្ធហ្មងការវាយប្រហារនេះគឺដើម្បីទាមទារឲ្យនិពន្ធនាយកនៃកាសែតនេះគឺដកពាក្យថាប្រទេសកម្ពុជាជាប្រទេសឆបោកអនឡាញនឹងវិញឬក៏ហៅ Cambodia ហ្នឹងណាដែលសារព័ត៌មាន Wall Street Journal សរសេរមកសាមិញដោយកាសែតពីររូបជាស្ត្រីផងមួយជាជនជាតិអាល្លឺម៉ង់មួយទៀតជាជនជាតិប្រេស៊ីលដែលគាត់ជាអ្នកសរសេរកាសែតរបស់ Wall Street Journal នេះនិយាយពីរឿងកិច្ចការអាស៊ីអាគ្នេយ៍ហ្នឹងប៉ះពាល់ដល់រឿងបញ្ហាឆបោកអនឡាញតាមពិតគេដាក់ឈ្មោះ Cambodia ឬប្រទេសឆបោកនៅក្នុងវងកញ្ចក់ទេក្នុងន័យថាគេក៏មិនប្រើឈ្មោះហ្នឹងឲ្យដាច់ដែរប៉ុន្តែគ្រាន់តែថាប្រើឈ្មោះថ្មីរបស់កម្ពុជាហ្នឹងដូចខ្ញុំបានផ្សាយម្សិលមិញនេះវាជាការលើសរបស់សារព័ត៌មានមួយនេះដែរក៏ប៉ុន្តែយើងត្រូវមើលថាតើហេតុអីបានជាសារព័ត៌មាននេះចង់រំលឹកពាក្យ Cambodia នេះជាជាងពាក្យ Cambodia ដែលប្រែថាជាប្រទេសឆបោកនេះគឺដោយសារតែគេឃើញថាអង្គើឆបោកហ្នឹងគ្រាន់តែថវិកាដែលបានទៅអង្គើឆបោកនៅក្នុងមួយឆ្នាំ19,000 លានដុល្លារ GDP យើងតែប្រមាណ40លានទេគឺអង្គើឆបោកនេះស្ទើរតែពាក់កណ្ដាលនៃផលទុនសរុបជាតិរបស់ខ្មែរប្រចាំឆ្នាំដែលបានរកសរុបមកគឺគ្រាន់តែ19,000 លានដុល្លារជាលុយឆបោកចង់និយាយថាមិនមែនជាលុយឆបោកជាប្រាក់ឆបោកនោះស្មើនឹងទំហំGDP យើងស្ទើរតែពាក់កណ្ដាលហើយទៅមានអ្នករងគ្រោះនឹងប្រាក់ដែលដូចនៅអាមេរិកអីរាប់ពាន់លានដុល្លារ10,000 លានដុល្លារអញ្ចឹងទៅគេរំលេចហ្នឹងគឺគេចង់ប្រាប់ថាវាធំធេងហើយដល់ពេលអញ្ចឹងយើងតវ៉ាថ្ងៃនេះក៏ឃើញគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលដឹកនាំដោយលោកកែវរេមីគឺរបស់រដ្ឋាភិបាលកម្ពុជាសរសេរលិខិតទាមទារឲ្យសារព័ត៌មាននេះកែឈ្មោះសុំទោសដកពាក្យនឹងមកវិញខ្វះវិជ្ជាជីវៈលក្ខនឹងលក្ខខ្ញុំសូមសរសើរលោកកែវរេមីព្រោះនេះគឺជាការស្រឡាញ់ជាតិយើងមែនហើយចំពោះខ្ញុំជាខ្មែរនៅពេលដែលឮពាក្យថាហៅប្រទេសកម្ពុជាជាប្រទេសឆបោកដូរឈ្មោះដូរអីចឹងក៏មានការរង្គៀសចិត្តដែរក៏ប៉ុន្តែរឿងដែលកាសែតដូចខ្ញុំនិយាយចឹងកាសែតនេះសរសេរក្នុងន័យជាបទអត្ថាធិប្បាយឬក៏ជាសារព័ត៌មានរបៀបលេងពាក្យរបស់គេឲ្យដាក់នៅក្នុងវងកញ្ចក់នេះគឺជាក្នុងន័យថាមិនមែនប្រើពាក្យនឹងជាផ្លូវការទេគេដាក់នៅក្នុងវងកញ្ចក់គ្រាន់តែថាយ៉ាងណាក៏ដោយយើងក៏មិនគួរគេហៅប្រទេសឆបោកដែរប៉ុន្តែបងប្អូនពេលដែលលោកកែវរេមីទៅឬក៏ទាមទារឲ្យគេដោះស្រាយនេះណាលោកកែវរេមីជាប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជាគឺធ្វើនេះតំណាងឲ្យជាតិសាសន៍មួយដើម្បីការពារកិត្តិយសថ្លៃថ្នូររបស់កម្ពុជាគឺជារឿងត្រឹមត្រូវគួរឲ្យកោតសរសើរព្រោះអីយើងត្រូវតែការពារអញ្ចឹងហើយដើម្បីកុំឲ្យគេហៅឈ្មោះប្រទេសយើងអញ្ចឹងទៅបើអត់មានការតវ៉ាទេបន្តិចទៀតគេហៅយើង Cambodia អញ្ចឹងរហូតមកវាអាក្រក់ដែរព្រោះអីប៉ះពាល់ដល់ប្រជាពលរដ្ឋទាំង18លាននាក់ដោយទាំងខ្ញុំដោយទាំងគេខ្ញុំសរសើរលោកកែវរេមីនៅក្នុងការតវ៉ាចំពោះប្រជាពលរដ្ឋទាំងអស់គ្នារឿងពីរដែលលោកកែវរេមីអត់ធ្វើ
គឺរឿងមួយពេលដែលសារព័ត៌មានក្នុងស្រុករបស់កម្ពុជាយើងហៅអ្នកនេះអ្នកនោះជាពួកអុទៀមពួកស្អីលៀបពណ៌គេអីយ៉ាងម៉េចដែលជាខ្មែរគ្នាឯងពាក់មុខយ៉ាក់ដាក់គ្នាហ្នឹងលោកកែវរមីអត់ដែលឈឺក្បាលសារព័ត៌មានក្នុងស្រុកយើងឯងសុទ្ធតែសារព័ត៌មាននឹងបែបមិនស្រួលមានវិជាជីវៈអីកំដៅប៉ុន្តែដល់ពេលសារព័ត៌មានអន្តរជាតិប៉ះនឹងឈ្មោះ Cambodia គឺគាត់យកឱកាសនេះដើម្បីកេងចំណេញនយោបាយមួយដែរឥឡូវការចាប់អារម្មណ៍របស់កម្ពុជានឹងវាទៅជាការការពារកិត្តិយសជាតិយើងវិញនេះវិជាការល្អឲ្យមើលទៅគឺថាកម្ពុជាគ្រប់ហេដ្ឋារចនាសម្ព័ន្ធគឺការពារជាតិយើងណាស់មិនឲ្យបាក់មុខមិនឲ្យខូចមុខមាត់យើងទេយើងជាខ្មែរយើងត្រូវតែការពារខ្ញុំសរសើរមែនតើទឹកចិត្តនេះណាគឺជាទឹកចិត្តដ៏ល្អប្រសើរសម្រាប់ខ្មែរគួរតែមានគ្រប់គ្នាអញ្ចឹងហើយប៉ុន្តែនៅពេលដែលគេរំលាយសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យគេដក EBA គេដាក់ទណ្ឌកម្មកម្ពុជាដោយសារការបំផ្លិចបំផ្លាញគណៈបព្វប្រឆាំងការរំលាយសារព័ត៌មានឯករាជ្យនៅស្រុកខ្មែរការរំលាយអង្គការសង្គមស៊ីវិលចាប់សហជីពដាក់គុកចាប់មេបពប្រឆាំងដាក់គុកបំផ្លាញផ្ទុយរដ្ឋធម្មនុញ្ញទាំងអស់គ្នានឹងនៅស្ងៀមឲ្យព្រមអត់មានតវ៉ាដើម្បីលើកស្ទួយមុខមាត់ជាតិយើងទេការពិតជាក់ស្ដែងអញ្ចឹងអត់លើកទេប៉ុន្តែមកអារឿងកាសែតនេះគឺគេសរសេរនៅក្នុងវងកញ្ចក់ទេដូចខ្ញុំប្រាប់អញ្ចឹងគឺអភន្តរៈអីហ្នឹងគឺក្នុងន័យលេងពាក្យរបស់គេហ្នឹងគឺយើងយកជាឱកាសកេងចំណេញនយោបាយដើម្បីប្រាប់ថាយើងស្រឡាញ់ជាតិនេះណារឿងមិនអោយជាតិនេះបាត់មុខបាក់មាត់ខ្ញុំពេញចិត្តមែនតើប៉ុន្តែនេះគឺជាសារនយោបាយជាជាងការពិតណារឿង scam នេះណាវាមិនមែនគេនិយាយពីប្រទេសកម្ពុជាទេតាមពិតមែនតើហើយបើគួរតែដាក់ថាមេដឹកនាំដែលគ្រប់គ្រងសប្ថ្ងៃហ្នឹងដែលបង្កឲ្យមាន scam ហ្នឹងគួរតែដាក់ក្រុមពួកគាត់ទៅដែលធ្វើឲ្យជាតិនេះខូចមុខខូចមាត់អីអញ្ចឹងតែមិនគួរយកប្រទេសយើងព្រោះប្រជាពលរដ្ឋ17 18លានអ្នកជាជនរងគ្រោះនៃរបៀបដឹកនាំរដ្ឋដែលធ្វើឲ្យអំពើឆបោកហ្នឹងវាដូចថាប្រពាក់ប្រពូនអញ្ចឹងណាប៉ុន្តែយ៉ាងណាបងប្អូនឥឡូវនេះយើងនាំគ្នាវាយប្រហារសារព័ត៌មានអន្តរជាតិមួយនេះដើម្បីឲ្យគេកែឲ្យគេអីខ្ញុំមិនជឿថាគេកែទេព្រោះអីពាក្យហ្នឹងដូចខ្ញុំនិយាយចឹងគេដាក់នៅក្នុងអភន្តរៈនៅក្នុងន័យគេលេងពាក្យហើយត្រូវនឹងអង្គហេតុដែលគេប្រាប់ទៀតថាកម្ពុជានឹងសម្បូរ scam ហើយមានដូចថាលុយពាក់ព័ន្ធនឹងរាប់ពាន់លានដុល្លារអញ្ចឹងទៅម្ដងទៀតបងប្អូនពាក្យនេះគឺជាពាក្យលើសដែលខ្ញុំបានជម្រាបជូនបងប្អូនហើយប៉ុន្តែជារបៀបលេងពាក្យរបស់កាសែតនេះខ្ញុំមិនគាំទ្រឲ្យការវាយប្រហារកម្ពុជាដែលជាជាតិសាសន៍មួយដូរឈ្មោះដោយប៉ុន្តែកាសែតនេះអត់ដូរឈ្មោះកម្ពុជាទៅជា Cambodia ទេគឺបានន័យថាគេអត់ហៅជាពាក្យ Cambodia ជាផ្លូវការអញ្ចឹងគេដាក់នៅក្នុងវងកញ្ចក់ហ្នឹងចង់និយាយថាជាពាក្យប្រើសម្រាប់តែពេលហ្នឹងឯងអញ្ចឹងទៅដើម្បីអត្ថបទហ្នឹងទេប៉ុន្តែជាការពិតយើងជាប្រទេសកម្ពុជាមានសិទ្ធិឲ្យគេបំភ្លឺឬក៏ដកចេញអញ្ចឹងទៅតែគេដកឬយ៉ាងណាយើងចាំមើលប៉ុន្តែខ្ញុំជឿថាភាគច្រើនគឺគេនឹងមិនដកពាក្យហ្នឹងទេព្រោះគេមានអំណះអំណាងគេហ្នឹងគឺគេប្រើពាក្យហ្នឹងគឺក្នុងវងកញ្ចក់ចឹងម្ដងទៀតបងប្អូនយើងដឹងថាលើសហើយយើងទៅចោតគេវិជាជីវៈអីជួនកាលយើងចោតសារព័ត៌មានអន្តរជាតិខ្វះវិជាជីវៈតែយើងវិញសារព័ត៌មានយើងមិនដឹងជាស្អីទេ10មកយូរយើងនឹងគ្មានវិជាជីវៈយើងប៉ាតណាប៉ាតណីស្រុកយើងចង់បានថាយើងអត់ខ្លាំងខ្លួនយើងទៅរករឿងគេនឹងខ្ញុំជឿថាពិបាកមែនតែខ្ញុំចង់ឲ្យយើងខ្លាំងដែរទៅរករឿងគេឲ្យឈ្នះគេទៅអញ្ចឹងវាពិបាកឈ្នះគេណាយើងសង្ឃឹមថាគេនឹងបកស្រាយអីបញ្យលអីយ៉ាងម៉េចប៉ុន្តែខ្ញុំនៅតែគិតថាកាសែត Wall Street Journal នេះប្រហែលជាមិនត្រូវការចេញបញ្យលអីទេព្រោះដូចខ្ញុំនិយាយចឹងពាក្យ Cambodia គេដាក់នៅក្នុងវងកញ្ចក់ក្នុងវិជាជីវៈនៅក្នុងរបៀប style នៃការសរសេរព័ត៌មានពាក្យអីក៏ដោយដែលគេមិនមែនជាការប្រើជាផ្លូវការតែគេគ្រាន់តែចង់ប្រើនៅក្នុងន័យដូចជាជំនួសដើម្បីជាតំណាងអីមួយនៅក្នុងអត្ថបទគេហ្នឹងគឺគេប្រើក្នុងវងកញ្ចក់ហ្នឹងគឺជា style នៃការសរសេរទេប៉ុន្តែគេមិនបានប្រើថាហៅកម្ពុជាថាជា Cambodia វាឈឺចាប់សម្រាប់ប្រជាពលរដ្ឋខ្មែរទាំង18លានអ្នកអញ្ចឹងហើយក៏ប៉ុន្តែបងប្អូនក៏យល់ដែរថាតើអ្នកណាដែលធ្វើឲ្យកម្ពុជាមានឈ្មោះបែបនេះអ្នកណាដែលធ្វើឲ្យអំពើឆបោកអនឡាញក៏ក្រើកពេញផ្ទៃផែនពណ៌សធាហើយថ្ងៃនេះក៏ក្រើកពេលគេកំពុងឲ្យយើងទៅរករឿងគេថាហៅយើងជាប្រទេសឆបោកហ្នឹងនៅអាគារ2នៅប៉ោយប៉ែតចិនរត់ប្រសាចបាញ់ដូចលិចផ្ទុះចឹងអាគារ2មួយ10ជាន់ជាងចិនរត់ដូចវងគោវងកបីចឹងហើយអាញាធរនោះទៅប្រពាក់ប្រពូនហ្នឹងគឺថារត់ប្រសាចបាញ់ពុះផ្អើលពេញពិភពលោកអូយចុះអញ្ចឹងបានថាដូចវែកចកអញ្ចឹងឃើញទេរត់ពីម្ដុំនេះ
ពីបាវត្តស្វាយរៀងទៅប៉ោយប៉ែតពីប៉ោយប៉ែតទៅក្រុងប្រស័យអនុពីក្រុងប្រស័យអនុទៅសៀមរាបទៅបាត់ដំបងមួយសែនអ្នកជាងហ្នឹងទៅឯណាបើយើងទៅបញ្ជូនទៅក្រៅបាន13000អ្នកហ្នឹងអញ្ចឹងនៅក្នុងនោះវល់ដូចវែកចកអញ្ចឹងអាណិតដែររដ្ឋាភិបាលកម្ពុជាប្រឹងដែរប៉ុន្តែវែកចកព្រោះអារឿងហ្នឹងគឺថាវាដូចរឿងអីក៏ដោយបងប្អូនដូចចកមែនយើងនិយាយវែកចកនេះណាបើយើងរើវាក្នុងតពាំងក្លុកយើងនៅពេលដែលឃើញចកដុសម្ដុំពីរយើងស្រង់វាចេញវាអត់ពិបាកទេមិនចឹងទេតតែពេលវាឡើងពេញបឹងហើយហ្នឹងដាច់ខ្យល់ងាប់ដើរស្រង់ដើរបោចងាប់ប៉ុន្តែអាកាលទូចបន្តិចមកអត់ឥឡូវហ្នឹងខំប្រឹងដែរឃើញគាត់ធ្វើច្បាប់ទៅឥឡូវចាប់ហើយអ្នកដែលគួរឲ្យភ្ញាក់ផ្អើលគឺចាប់មន្ត្រីអន្តោប្រវេសន៍ផ្កាយ2ផ្កាយ3តាក់តងរឿងឆបោកដូចលោកអុកហៃសៃហាអីលោកសសំណាងអីស្ទើរមនុស្សក្រាក់នៅក្នុងក្រសួងអន្តោប្រវេសន៍ក្រសួងនគរបាលជាតិអីស្រាប់ដល់ពេលអញ្ចឹងឃើញអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយចាប់បញ្ជូនទៅឃើញហ៎ឥឡូវដល់ពេលគេចាប់ផ្ដើមធ្វើក1 2អញ្ចឹងដើម្បីកុំឲ្យស្ងាត់សោះប៉ុន្តែរឿងនេះបើចាត់ការពីយូរហូអត់យើងអត់ខូចឈ្មោះឲ្យគេហៅយើង scam អីទេគេប្រាប់យើងតាំងពី2019 2000អីតែយើងអត់ឈឺក្បាលទេយើងទៅរករឿងគេទៀតពេលដែលគេផ្សាយថាកម្ពុជាមានអំពើឆបោកនឹងគឺថាទៅរករឿងសារព័ត៌មានអន្តរជាតិនឹងសុទ្ធតែលៀបពណ៌គេលៀបពណ៌អីសពបែបយ៉ាងលៀបពណ៌កម្ពុជានឹងថាជាប្រទេសស្អីណាឋានសួគ៌នៃអំពើឆបោកតែដល់ពេលឥឡូវគឺអញ្ចឹងហើយខ្លួនឯងចាប់ផ្ដើមកាត់ដែរប៉ុន្តែទៅអ្នកដែលធំក្រាក់ហ្នឹងអត់សូវឃើញទេឃើញតែអាមីអាថងទុយឈ្មោះលោកអុកសៃអុកហៃសៃហាអីវ៉ានេះអត់ដែលមាននៅក្នុងបញ្ជីរដ្ឋាភិបាលជាតិអាមេរិកថ្កោលទោសអីទេអត់សោះធំដែរនៅក្នុងក្រសួងអន្តោប្រវេសន៍ក្រសួងប៉ូលីសក្រសួងអីហ្នឹងប៉ុន្តែបើនិយាយពីកម្រិតត្រីធំត្រីឆ្ដោត្រីផ្ទក់នៅក្នុងបញ្ជីគេនោះអត់តាន់ទេដូចខៀងរហូតបាទតែក្រសួងប្រយុទ្ធឆាំងអំពើពុករលួយសុំកោតសរសើរដែរគាត់ថាស៊ើបអង្កេត20ថ្ងៃចាប់បាន4នាក់មានភរិយារបស់មន្ត្រីនឹងម្នាក់និងអ្នកដែលពាក់ព័ន្ធម្នាក់ទៀតដូច្នេះ4នាក់ហ្នឹងហើយគេចាត់ការអញ្ចឹងទៅបងប្អូនដូចខ្ញុំនិយាយចឹងបើអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយនឹងរដ្ឋាភិបាលកម្ពុជានេះចេះចាត់ការឆបោកអនឡាញឲ្យមានប្រសិទ្ធភាពសាលារៀននៅស្រុកខ្មែរទាំងអស់ហ្នឹងយកមកដាក់អ្នកទាំងអស់នេះដាក់អត់គ្រប់ទេប៉ុន្តែឥឡូវតែយ៉ាងណាយើងកោតសរសើរទៅពួកគាត់ខំប្រឹងធ្វើដែរមិនអត់សោះទេបើយើងថាចាំតរិះគន់នឹងងាប់ហើយគេធ្វើអីក៏ខុសដែរចាប់ហើយខ្ញុំកោតសរសើរប៉ុន្តែសូមឲ្យធ្វើឲ្យមានប្រសិទ្ធភាពហើយឲ្យស្មោះស្ម័គ្រចាប់អ្នកធំផងកុំចាប់តែទូចយកមកគ្រាន់តែឃើញឲ្យតែគ្រប់កិច្ចទេណាបាទឥឡូវនេះគឺរឿងវាច្រើនខ្ញុំជឿផ្សាយមិនអស់ទេហើយថ្ងៃនេះអាជ្ញាធរថៃបង្កើតស្ថានភាពជាក់ស្ដែងលើដីប្រាសាទតាក្របីដោយពិធីបួងសួងទ្រង់ទ្រីធំនិងផ្លូវការថៃរដ្ឋមន្ត្រីក្រសួងការពារជាតិថៃនិងរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃនាំគ្នានាំប្រជាពលរដ្ឋថៃនិងមន្ត្រីរាជការជាង400នាក់ទៅប្រាសាទតាក្របីធ្វើពិធីសែនព្រេនពិធីបួងសួងដើម្បីផ្ដល់ភាពស្របច្បាប់នៃប្រាសាទតាក្របីដែលថៃវាយដណ្ដើមបានអានេះគ្រោះថ្នាក់ណាស់បងប្អូនគ្រោះថ្នាក់មែនតើព្រោះគេចាប់ផ្ដើមយកអាដីដែលគេដណ្ដើមបានហើយយើងឲ្យគេនៅណានៅហ្នឹងឥឡូវគេធ្វើឲ្យទៅជាភាពស្របច្បាប់តាមរយៈពិធីផ្លូវការហើយបន្តិចទៀតគេជួសជុលប្រាសាទតាក្របីយើងនឹងទៀតហើយយើងបានអីក្រសួងវប្បធម៌វិចិត្រសិល្បៈយើងថ្កោលទោសអំពាវនាវសូមឲ្យថៃបញ្ឈប់សកម្មភាពនេះដកទៅវិញអីនឹងវិញនិយាយឡើងកោកសឹកមាត់តដោកឆ្អែតតពុះកបីហ្នឹងហេតុអីមិនប្តឹងគេទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិខ្ញុំកំពុងតែឆ្ងល់តើបើយើងថ្កោលទោសគេតវ៉ាគេបានផលអាកាលដំបងតវ៉ាមកតែ2នាក់ឯងដល់ឥឡូវឡើងដល់400នាក់ជាងហើយតវ៉ារហូតអានេះហើយដែលធ្វើឲ្យយើងមិនអាចឈ្នះគេទេហើយខ្ញុំជឿថាក្រសួងត្រូវតែធ្វើព្រោះគ្មានជំរឿអញ្ចឹងហ៎ប៉ុន្តែយើងវាអត់ព្រមទៅរកអាកន្លែងឲ្យត្រូវលំោះហើយនៅតែអញ្ចឹងទៅយើងនិយាយកំពុងតែមានបញ្ហាជាមួយខ្មែរថៃឯណាចាប់ដៃជាមួយភូមាណានោះទៅវិញថ្ងៃនេះលោកសីអាសាភួងកេតកៅចុះទៅប្រទេសភូមាទៅជួបលោកមិនអង្លាំងដែលជាមេដឹកនាំយោធាផ្ដាច់ការងើបមួយវាយមួយដុតមនុស្សទាំងរស់ចាប់មេដឹកនាំអង្សានស៊ូជីដាក់គុករំលាយគណៈបកប្រឆាំងគេចោលបោះឆ្នោតដោយគ្មានគណៈបកប្រឆាំងឥឡូវមកជាប់ឆ្នោតទាំងគ្មានគូប្រកួតឥឡូវថៃទៅទទួលស្គាល់ធ្វើឲ្យអាស៊ានអាប់មុខ
ប៉ុន្តែថៃនេះគឺគេគិតប្រយោជន៍គេគឺចាប់ដៃភូមាដើម្បីរឿងបញ្ហាចំនួនព្រំដែនជាមួយភូមាទប់ផងកុំឲ្យឆ្លោះគ្នាមួយខ្មែរផងឆ្លោះគ្នាមួយភូមាផងអញ្ចឹងស្អំចិត្តទោះជាគិតថាប្រទេសនឹងវាផ្ដាច់ការយ៉ាងណាក៏ប៉ុន្តែអោបកសោបតំណាក់តំណងការទូតឆោបោកអនឡាញប្រយុទ្ធប្រឆាំងជាមួយគ្នាអញ្ចឹងទៅអញ្ចឹងថៃឆ្លាតមែនតើក្នុងនយោបាយគឺអែបមនុស្សផ្ដាច់ការដើម្បីខុសអីតាក់ទងនឹងក្រមអាស៊ានអីក៏ដោយអត់ខ្វល់សំខាន់គឺយកអែបគ្នាដើម្បីស្រាក់ដៃគ្នាឲ្យស្ថានភាពព្រំដែនប្រសើរឲ្យកម្លាំងទ័ពថៃហ្នឹងមានកម្លាំងអាចមកទប់ទល់ខាងដីខ្មែរនេះបានទេព្រោះកម្លាយជាប់ដៃវាយភូមាថៃឆ្លាតគឺគិតពីរឿងព្រំដែនហើយឥឡូវសហការគ្នាប្រយុទ្ធប្រឆាំងឆបោកអនឡាញធ្វើឲ្យពិភពលោកមើលទៅថៃយកលេសទៀតថាសហការមួយភូមាឆបោកអនឡាញវាយទាំងខ្មែរវាយទាំងភូមារឿងឆបោកអនឡាញថៃលយទៀតនៅក្នុងអាស៊ានឆ្លាតមែនតើតែផ្ទុយទៅវិញកម្ពុជាកំពុងចាប់ដៃគ្នាជាមួយចិនរដ្ឋមន្ត្រីការពារជាតិចិនរដ្ឋមន្ត្រីការបរទេសចិននិងរដ្ឋមន្ត្រីការពារជាតិខ្មែររដ្ឋមន្ត្រីការបរទេសខ្មែរជួបគ្នាប្រជុំគេហៅកិច្ចប្រជុំ 2+2 ជាប្រវត្តិសាស្ត្រនិងកសែតខ្មែររដ្ឋាភិបាលកម្ពុជាគេថាជំនួបនេះជាប្រវត្តិសាស្ត្រមែនហើយអត់ដែលមានពីមុនមកទេប៉ុន្តែសួរថាបានដុំកំភួនអីអត់ទេចិននេះណាគឺចំណេញតែគេទេហើយមកនឹងស្អំចិត្តទេចិនដែលជួយខ្មែរមកពីណាយើងអោបគេអោបចុះអោបឡើងពេលមានជាមួយថៃប្រលេះដៃខ្មែរចោលបាត់ឥឡូវមកជួបនឹងសុទ្ធតែប្រវត្តិសាស្ត្រចំណេញអីបើយើងរឿងព្រំដែនខ្មែរថៃខ្មែរបាត់ដីទៅថៃមកកណោយើងថៃប្រលេះដៃចិនប្រលេះដៃពីខ្មែរហើយស្រាប់តែទៅធ្វើការជាមួយចិនជាមួយថៃក្នុងសម្ពយុទ្ធយោធាគឺដាក់យើងទៀតបាទឥឡូវពេលវេលាខ្លីណាស់ខ្ញុំមិនអាចនឹងផ្សាយអស់ទេគាត់ថាខ្ញុំនឹងជម្រាបជូនមួយតទៅនឹងសវនាការរបស់ករណីលោកស្រីលឹមធីរីគេធ្វើនៅថ្ងៃទី6ខែឧសភាខ្ញុំនឹងផ្សាយព័ត៌មាននេះនៅថ្ងៃត្រង់សម្រាប់ស្អែកនេះដើម្បីឲ្យបងប្អូនមកចូលមើលនៅក្នុង YouTube ឬក៏ Facebook ខ្ញុំទៅខ្ញុំនឹងផ្សាយព័ត៌មានលម្អិតតទៅនឹងករណីនេះកុំឲ្យពួកអីយើងពេលវាអត់គ្រប់ខ្ញុំចូលដល់ព័ត៌មានអន្តរជាតិបង្ហើយគឺតទៅនឹងលោកត្រាំពន្យាពេលបាត់ឈប់បាញ់ជាមួយអ៊ីរ៉ង់បាទនៅទីនេះគឺយើងផ្លាយដែរបាត់ឈប់បាញ់ចូលថ្ងៃហ្នឹងនៅអាមេរិកប៉ុន្តែនៅខ្មែរវហូហើយព្រោះថ្ងៃ22នេះអាបាត់ឈប់បាញ់មួយអាទិត្យរបស់អាមេរិកដែលលោកត្រាំសន្យានោះវាចប់បាត់ទៅហើយប៉ុន្តែស្រាប់តែលោកត្រាំបន្តទៀតហើយម្ដងនេះបន្តអត់មានពេលកំណត់ទេគឺអត់បាញ់បាត់ឈប់បាញ់នេះអត់មានពេលកំណត់ដោយសារលោកត្រាំយកហេតុផលថាចេះថាអ៊ីរ៉ង់ហ្នឹងមេដឹកនាំគេបែកខ្ញាយខ្ទេចខ្ទីអស់ហើយដូច្នេះมันអាចមូលមាត់គ្នាមកចរចាត្រូវនៅឡើយហើយតាមសំណូមពររបស់មេដឹកនាំជាន់ខ្ពស់របស់ប៉ាគីស្ថានកម្ពុជា2នាក់ដោយទាំងមេយោធានិងមេរដ្ឋាភិបាលប៉ាគីស្ថានហ្នឹងសំណូមពរសូមឲ្យលោកត្រាំពជាពេលបាត់ឈប់បាញ់ហ្នឹងថែមទៀតទៅដើម្បីឲ្យអ៊ីរ៉ង់ហ្នឹងគ្នាអាចដាក់សំណើមកចូលតុចរចាមូលមាត់គ្នាព្រោះឥឡូវអត់ត្រូវគ្នាទេលោកត្រាំថាយល់តាអារឿងអត់ត្រូវគ្នាព្រោះខ្ទេចខ្ទីហេដ្ឋារចនាសម្ព័ន្ធនឹងអស់អញ្ចឹងហើយបានជាគាត់ទុកពេលឲ្យយូរប៉ុណ្ណាទៅតាមលទ្ធភាពដែលអ៊ីរ៉ង់អាចនឹងដាក់សំណើមកចរចាបង្ហើយប៉ុន្តែអាមេរិកនៅតែបិទច្រកហរមូសអត់ឲ្យកប៉ាល់អ៊ីរ៉ង់ចេញទេហើយនឹងត្រៀមកំទេចអ៊ីរ៉ង់នៅពេលដែលបើអត់មានដំណោះស្រាយណាមួយចរចាបានប្រយោជន៍អញ្ចឹងអ៊ីរ៉ង់នៅតែដូចឆ្មាកដោទៀតទេបងប្អូនឆ្មាអាមេរិកហ្នឹងនៅតែបលែងកដោហើយឥឡូវអ៊ីរ៉ង់ហ្នឹងគ្នាក៏មិនដឹងមានស្អីក្រៅប្រឹងខ្នះខ្នាយទៀតទៅតែថ្ងៃនេះទៅខាត់កប៉ាល់ដល់ 2-3 គ្រឿងណាអ៊ីរ៉ង់ថ្លើមធំដែរតែខាត់អីខាត់ទៅកប៉ាល់អ៊ីរ៉ង់ចាញ់ឲ្យរួចទៅអាមេរិកបិទអស់ហើយបងប្អូននិយាយអញ្ចឹងគឺហ្នឹងហើយខ្ញុំសូមស្លេះព័ត៌មានយប់នេះត្រឹមប៉ុណ្ណេះសិនហើយមានព័ត៌មានអីបន្ថែមទៀតតទៅនឹងការចរចាអីយ៉ាងណានោះព្រោះបាត់ឈប់បាញ់ពជាហើយមិនដឹងថ្ងៃណាទៀតទេតែយ៉ាងណាក៏វាធូរអត់មានរពើរពើងអីប្រហែលទៀតហើយប្រេងដែលដឹកចេញតាមច្រកហរមូសហ្នឹងបើសិនជាកុំដឹកចេញពីកំពង់ផែអ៊ីរ៉ង់គឺមិនមានការរាំងស្ទះទេព្រោះអាមេរិកបើកឲ្យចេញប៉ុន្តែបើចេញពីអ៊ីរ៉ង់អាមេរិកបិទដូច្នេះយ៉ាប់តែអ៊ីរ៉ង់នេះអញ្ចឹងប្រេងហ្នឹងអាចនឹងចុះថ្លៃឬអីវិញជាលំដាប់បាទបងប្អូនសូមអរគុណច្រើនហើយសូមជម្រាបលាបងប្អូនត្រឹមប៉ុណ្ណេះជួបគ្នានៅរាត្រីថ្ងៃស្អែកទៀតបាទសូមអរគុណរាត្រីសួស្តី